បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តរៀនភាសាចិនណាហើយក៏សូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំនៅវីដេអូទី1ផងដែរហើយខ្ញុំថ្ងៃនេះក៏បានរៀបចំនៅវីដេអូដែលតាក់ទងនឹងពាក្យបាទដែលតែងតែប្រើប្រាស់នៅក្នុងរោងចក្រស្បែកជើងបងប្អូនទាំងអស់គ្នាអញ្ចឹងត្រូវបងប្អូនដែលគាត់ធ្វើការនៅក្នុងរោងចក្រស្បែកជើងហើយគាត់កំពុងតែចង់បានពាក្យនេះស្រាប់អញ្ចឹងកុំភ្លេចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ផងដែរហើយខ្ញុំបានរៀបរៀងចំនួន8ពាក្យនៅក្នុងវីដេអូទី1ហ្នឹងបាទអញ្ចឹងខាងលើនោះគឺយើងអានថា写长基本词汇写长ហ្នឹងគឺបាទរោងចក្រស្បែកជើង基本មូលដ្ឋានហើយ词汇បានន័យថាពាក្យបាទអញ្ចឹង写长基本词汇បាទប្រែថាមូលដ្ឋានបាទពាក្យមូលដ្ឋាននៃរោងចក្រស្បែកជើងបានន័យថាពាក្យដែលគេប្រើប្រាស់នៅក្នុងបាទរោងចក្រស្បែកជើងបាទហើយខ្ញុំបានរៀបអក្សរជាពីរជួរអក្សរខាងពណ៌សហ្នឹងគឺជាភាសាខ្មែរហើយអក្សរពណ៌ខ្មៅហ្នឹងមួយជួរហ្នឹងគឺជាអក្សរចិនអញ្ចឹងពាក្យថាចុងវិនគឺប្រែថាចិនបានន័យថាភាសាចិនហើយជៀនវិនបាទជៀនវិនហ្នឹងគឺប្រែថាភាសាខ្មែរដែលយើងហៅកាត់ថាខ្មែរអញ្ចឹងណាបាទអញ្ចឹងយើងក៏លេខមកមើលពាក្យនៅក្នុងរោងចក្រទី1យើងមើលកន្លែងទី1ហ្នឹងបាទយើងអានថាសៀឆាងបាទប្រែថារោងចក្រស្បែកជើងបាទរោងចក្រស្បែកជើងអញ្ចឹងយើងទៅមើលពាក្យទី2ពាក្យទី2យើងអានថាជឺសៀបាទប្រែថាផលិតស្បែកជើងបាទជឺសៀប្រែថាផលិតស្បែកជើងហើយយើងក៏លេខទៅមើលពាក្យទី3យើងអានថាឈើជៀនបាទឈើជៀនប្រែថាម៉េចប្រែថាអគារបាទឈើជៀនប្រែថាអគារអញ្ចឹងពាក្យទី4របស់យើងអានថាសឹងឆានសៀនបាទប្រែថាខ្សែផលិតកម្មបាទសឹងឆានសៀនប្រែថាខ្សែផលិតកម្មហើយពាក្យទី5យើងអានថាកងរិនបាទប្រែថាកម្មករបាទកងរិនប្រែថាកម្មករពាក្យទី6យើងអានថាប៉ានជូចាងប្រែថាប្រធានក្រុមបាទប៉ានជូចាងប្រែថាប្រធានក្រុមហើយយើងក៏លេខទៅមើលពាក្យទី7របស់យើងគឺយើងអានថាកងឆាងជីងលីប្រែថានាយករោងចក្របាទហើយពាក្យទី8គឺយើងអានថាភីនជឺជៀនយៀនបាទប្រែថាពិនិត្យគុណភាពបាទភីនជឺជៀនយៀនពិនិត្យគុណភាពបាទអញ្ចឹងមេរៀនទី1បាទវីដេអូទី1នៅក្នុង Channel របស់ខ្ញុំបាទគឺមានពាក្យដែលតាក់ទងនៅក្នុងរោងចក្រស្បែកជើងគឺចំនួន8ពាក្យអញ្ចឹងបងប្អូនដែលបានបាទរៀនហើយកុំភ្លេចបាទយកសភៅយកកត់បាទកត់ចំណាំទៅហើយមេរៀនខ្ញុំនឹងធ្វើបន្តទៅទៀតមានតាក់ទងនឹងរោងចក្រស្បែកជើងបាទតាក់ទងនឹងតុកាតតាក់ទងនឹងខ្សែដេរតាក់ទងនឹងខ្សែតខអីទៀតអាហ្នឹងនឹងធ្វើនៅវីដេអូជាបន្តទៀតអញ្ចឹងកុំភ្លេចបងប្អូនទាំងអស់គ្នាដែលបានមើលសូមកុំភ្លេចជួយចុច Subscribe និងជួយចុច Like Comment បាទដើម្បីទទួលបាននៅវីដេអូពី Channel របស់ខ្ញុំបាទដែលបង្រៀនភាសាចិនដែលតាក់ទងនឹងពាក្យទូទៅបាទតាក់ទងនឹងពាក្យរោងចក្របាទសន្ទនាពាក្យប្រចាំថ្ងៃអីហ្នឹងបងប្អូនកុំភ្លេចបាទជួយ support ជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងបាទអរគុណនេះជាវីដេអូទី1ដែលខ្ញុំធ្វើអញ្ចឹងខ្ញុំសូមបងប្អូនរៀងច្រើនបន្តិច
គឺដើម្បីជាការលើកទឹកចិត្តដើម្បីដល់ការធ្វើវីដេអូរបស់ខ្ញុំបង្រៀនចែករំលែកដល់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូជាបន្តទៀត